មហាយៈចិនកាលពីថ្ងៃច័ន្ទទី9 កុម្ភៈឆ្នាំ2026បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាខ្លួនលួចសាកល្បងអាវុធនុយក្លេអ៊ែរជាសម្ងាត់ដោយចាត់ទុកថាវាជាការភូតកុហកទាំងស្រុងហើយថែមទាំងបានចោទប្រកាន់ទីក្រុង Washington វិញថាបានបង្កើតលេសដើម្បីចាប់ផ្ដើមការសាកល្បងសពាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅឯសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅទីក្រុង Geneva ប្រទេសស្វីសកាលពីថ្ងៃសុក្រសប្តាហ៍មុនលោក Thomas DiNanno អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការគ្រប់គ្រងអាវុធបានចោទប្រកាន់ប្រទេសចិនថាបានធ្វើតេស្តសពាវុធនុយក្លេអ៊ែររួមទាំងការធ្វើតេស្តមួយនៅថ្ងៃទី22 ខែមិថុនាឆ្នាំ2020ផងដែរនិងកំពុងរៀបចំសម្រាប់ការធ្វើតេស្តបន្ថែមទៀតក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយផ្សាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាការចោទប្រកាន់របស់សហរដ្ឋអាមេរិកគឺគ្មានមូលដ្ឋានទាំងស្រុងហើយគឺជាការភូតកុហកទាំងស្រុងប្រទេសចិនប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតលេសសម្រាប់ការចាប់ផ្ដើមការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញដោយខ្លួនឯងទន្ទឹមនេះមហាយៈចិនក៏បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពមិនទទួលខុសត្រូវរបស់ខ្លួនជាបន្ទាន់គួររំលឹកថាសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី6 ខែកុម្ភៈឆ្នាំ2026បានចោទប្រកាន់គួរភ្ជាប់ផ្អើលថាមហាយៈចិនបានលួចធ្វើតេស្តនុយក្លេអ៊ែរជាសម្ងាត់នៅរួមក្រំដីកាលពីអំឡុងឆ្នាំ2020ហើយប្រមានថាមហាយៈចិនកំពុងសម្រុកផលិតអាវុធនុយក្លេអ៊ែរយ៉ាងសម្បើមដែលមហាយៈចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរមិនក្រោម 1000 គ្រាប់នៅឡើយនៅត្រឹមឆ្នាំ2030ការឆ្លើយតបនៅពេលនោះមហាយៈចិនបានចាត់ទុកការចោទប្រកាន់នេះថាជារឿងប្រឌិតនិងជាយុទ្ធសាស្ត្រសង្គ្រាមត្រជាក់ទីក្រុងប៉េកាំងបានលើកឡើងថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលមាន600គ្រាប់គឺនៅតិចតួចណាស់បើធៀបនឹង 4000 គ្រាប់ដែលអាមេរិកនិងរុស្ស៊ីមានក្នុងម្នាក់ៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ខ្ញុំតារាពី On to New TV